ខ្មែរមិនអន់ទេតែមិនអន់គឺថាគំនិតខ្មែរដែលអត់ជឿទៅចិត្តខ្មែរទេអីនគរធំហើយនគរតូចទី1គេឃើញថានគរនេះខ្សោយហើយទី2គេគិតថានគរហ្នឹងមិនខ្លាំងមានតែពីរហេតុហ្នឹងទេនេះទៅថ្ងៃពីការខាងបុកឆ្នាំសាំសកដាស័កពុទ្ធសករាជ2569ក្នុងថ្ងៃនេះគម្រោងបំទេសនាមាជាបំបរិវេណនៃរបស់ជាពុទ្ធបរិស័ទក្នុងកម្ពុជាទេកាលពីឆ្នាំមុនក៏មនុស្សនេះចូលមកគ្រប់ប្រទេសឧអតើទៅទឹកធម្មសបាយហើយក៏មានដំណងក៏នឹងធ្វើទៅបន្តទៀតជារៀងរាល់ឆ្នាំជាសិទ្ធិរបស់ព្រះមហាបាសិកានៃវិសាខាពុទ្ធសាសនិកធម្មសៀងចន្ទហេដូចជាអ្នកផ្ដើមបុណ្យរួមជាមួយធម្មមិត្តទាំងអស់និងប្រាថ្នានៅបុណ្យកុសលត្រឡប់មកដល់ថ្ងៃនេះក៏ប្រែជាពិធីនឹងសួរសំណើសេចក្តីសុខជូនទៅដល់កម្ពុជាទេហើយក៏មានការបាំងស្គរពីនៅកុសលជូនទៅដល់លោកកងទ័ពដែលពាក់លីក្នុងភ្លើងសង្គ្រាមអស់លោកប្រជាពលរដ្ឋបរិស័ទទាំងឡាយខ្ញុំកណាធ្លាប់ប្រាប់អស់លោករួចរាល់ហើយថាសូមឲ្យខ្មែរមានម្ចាស់ការលើខ្លួនឯងចេះស្រឡាញ់ជាតិស្រឡាញ់ទឹកដីស្រឡាញ់មាតុប្រទេសយើងរូបកាយម្នាក់កើតឡើងក្នុងទឹកដីនេះហើយមិនបាត់ទៅវិញជាធម្មតាទេប៉ុន្តែមាតុប្រទេសដ៏កំសត់របស់យើងមិនបាត់នៃបាត់បង់ឡើយកម្ពុជាធ្លាប់មានឈ្មោះជាចក្រភពដ៏ធំល្វឹងល្វើយជាពលរដ្ឋរស់នៅដោយស្នាមញញឹមភាពជឿជាក់លើអ្នកប្រទេសទឹកញ៉ាំផុសខ្លួនក្រោយមកក៏ចេះទៅរៀនទៅព្រោះតែការបែកបាក់សាមគ្គីគ្នាអស់លោកទាំងអស់ស្គាល់ខ្ញុំកណាថ្នាភាព3ឆ្នាំហើយពាក្យដែលខ្ញុំកណាថ្នាភាពតែងតែនិយាយដដែលហើយជាដដែលទៀតសូមឲ្យខ្មែរចេះរួបរวมសាមគ្គីគ្នាមិនមែនជារឿងចម្លែកទេតែខ្ញុំកណាថ្នាភាពតែនិយាយបែបនេះអ្នកខ្លះក៏សន្និដ្ឋានថាព្រះអង្គអាចជាមានវិសេសណាដែលអាចដឹងថាតថ្ងៃមុខស្រុកពេលនឹងកើតកលយុគអីហើយទៅចេះតែនិយាយពាក្យនេះប៉ុន្តែខ្ញុំកណាថ្នាភាពសូមជម្រាបអញ្ចឹងជាង700ឆ្នាំហើយដែលខ្មែរមានចម្បាំងជាមួយប្រទេសជិតខាងក្រោយពីអាណាចក្រអង្គរចុះពុនខ្សោយមកមិនដែលបានសុខ20ឬ30ឆ្នាំទេមានតែសម័យលង្វែកដែលពុទ្ធនាព្រះអង្គចាំរាជាព្រះអង្គលោកមានឥទ្ធិភាពខ្លាំងក្លាទៅធ្វើឲ្យសត្រូវខ្លាចនៅរយៈកាលប៉ុន្តែការចិញ្ចឹមចិត្តចង់បានទឹកដីរបស់យើងនេះគឺមិនដែលបាត់ពីជាគំនិតរបស់គេទេទូប្រទេសកម្ពុជាមានទឹកដីដែលល្អពិសិដ្ឋដូចជាទេវតាប្រទេសខ្មែរគ្រប់គ្នាតែងតែឡំគ្នាចង់ទៅបរទេសចង់ទៅស្រុកអាមេរិកបារាំងអូស្ត្រាលីចិនវៀតណាមថៃឬក៏ប្រទេសដទៃដោយតើសរសើរថាប្រទេសរបស់គេនោះអស្ចារ្យទីក្រុងរបស់គេនោះអស្ចារ្យទំនើបយ៉ាងនេះមួយនេះមួយតែខ្ញុំកណាត់ណាភាពសូមជម្រាបជូនថាអត់មានប្រទេសណាដែលល្អប្រណិតវិចិត្រជាងប្រទេសកម្ពុជាទេទីក្រុងភ្នំពេញមានទន្លេចតុមុខហាក់បីដូចជាទេវតាប្រទាននិមិត្តឲ្យទីក្រុងរបស់បារាំងមាន
បារាំងមានខ្លះហើយបងឯនេះសុកបារាំងដែលមានទីក្រុងណាមានទន្លេ4មុខនោះទេសុកអាមេរិកសុកអូស្ត្រាលីមានមានតែកម្ពុជាទេដែលមានទឹកដីដ៏ពិសិដ្ឋនៅចំកណ្ដាលបេះដូងនៃទីក្រុងមានទន្លេ4មុខយើងតែឮគេថាទឹកហូរមិនត្រឡប់ប៉ុន្តែទឹកដីកម្ពុជានេះទឹកហូរត្រឡប់គឺទន្លេសាប6ខែហូរទៅក្រោម6ខែហូរមកលើគឺចង់បានប្រទេសយើងព្រោះប្រទេសយើងមានភោគផលដ៏ពិសិដ្ឋគឺបឹងទន្លេសាបមិនខុសទេបើសៀមគេពង្រៀនកូនចៅគេថាខ្មែរជាទឹកដីរបស់គេព្រោះគេធ្លាប់គ្រប់គ្រងរហូតមកដល់បាត់ដំបងប្រទេសមានជ័យសេរីសុផាន់សៀមរាបជាង100ឆ្នាំពេលតែបារាំងជួយទាមទារទៅក៏បានមកវិញមកដល់បារាំងចាញ់សង្គ្រាមលោកជប៉ុនចូលមកជប៉ុនត្រូវនឹងសៀមកាត់ឲ្យសៀមម្ដងទៀតក្រោយមកទៀតបានមកវិញបារាំងចូលស្រុកវិញបង្ខំបានមកវិញអញ្ចឹងមិនមែនជារឿងដែលចំណេញទេដែលគេចិញ្ចឹមមហិច្ឆតាចង់បានប្រទេសរបស់យើងឥឡូវនេះដូចគ្នាដដែលមិនខុសពីមុនទេគេនៅតែចិញ្ចឹមមហិច្ឆតាចង់បានទឹកដីឬក៏យកប្រជាជាតិរបស់យើងយកទឹកដីរបស់យើងជាទីដែលនឹងណាសាច់រឿងរបស់ប្រទេសគេរឿងរ៉ាវខ្លួនឯងមិនត្រូវគ្នាក្នុងប្រទេសឯងឯនោះសោះដែលជាចាក់កំហឹងទាំងអស់នោះមកកាន់ប្រទេសកម្ពុជារបស់យើងខ្លួនឯងបែកបាក់សាមគ្គីខ្លួនឯងឯនោះសោះដែលជានាំភាពក្តៅក្រហាយនេះមកឲ្យដល់ប្រទេសយើងព្រោះអីព្រោះតែគេគិតថាយើងជាប្រទេសតូចទៀតឬក៏គេគិតថាយើងជាប្រទេសអន្តោនឹងហើយជាការមាក់ងាយស្គាល់ហើយណាការមាក់ងាយហ្នឹងដែលប្រជាជាតិមួយគេដៀលគេថ្នេះគេជិះគេជន់គេបំពេញគេរំលោភនឹងហើយគេហៅថាការមាក់ងាយចុះហេតុអីបានតែគេមាក់ងាយយើងថាមកទៅពីយើងអន់បានទៅមាក់ងាយអន់ដោយសារអីអន់ដោយសារតែយើងធ្លាប់បែកបាក់គ្នាអន់ដោយសារតែយើងធ្លាប់ប្រេះឆាគ្នាកាប់សម្លាប់គ្នាប្រមាថញាក់ញីគ្នាឯងហើយក៏គេបង្កើតអរិយភាពបែបនោះមនុស្សប្រទេសយើងអញ្ចឹងបាននៅខ្ញុំគណៈថ្មភាពដោះទានការរំលឹកឲ្យយើងទាំងអស់គ្នាឈប់បែកបាក់ហើយងាកមកស្រឡាញ់ជាតិស្រឡាញ់បឹងពីរំប្រាជ្ញលោកធ្លាប់ផ្ដាំតើថាមេឃដីផ្ទៃស្រុកខ្មែរល្អល្អះណាស់ដែរពីបុរាណមានបឹងមានស្ទឹងមានទន្លេឥតខ្វះទេគ្រប់អ្វីអ្វីឲ្យតែយើងមានគំនិតស្រឡាញ់ជាតិស្រឡាញ់បឹងអ្វីអ្វីគង់តែកើតឡើងទាំងអស់តែយើងអត់ទេខ្មែរយើងនេះឆាប់បែកបាក់គ្នាណាអញ្ចឹងពេលនេះគប្បីកុំបែកបាក់គ្នាហើយកុំខ្លាចជ្រុលអស់លោកកុំខ្លាចជ្រុលសង្គ្រាមប្រហែលថ្ងៃមកគ្មានអីអស្ចារ្យទេកុំខ្លាចទេខ្លាំងមិនតាន់អីផងចង់រត់ចោលស្រុកហើយខ្លាចអីក៏ខ្លាចយ៉ាងយើងក៏លើកទៅលើឆ្នាំ1972 73 B52 ទម្លាក់ខ្ទេចប្រទេសកម្ពុជាយើងតាណាក៏លងគ្រាប់ដែរអស់លោកតន់ហើយមិនបាច់ខ្ញុំក៏ដាក់មកអធិប្បាយជ្រៅទេមិនមែនទម្លាក់អញ្ចឹងទេទាំងយប់ទាំងថ្ងៃតែកន្លែងមនុស្សឃ្លៀវគោក៏ទម្លាក់ដែរគ្រាប់បែកផ្ទុះអង្គើមេអង្គើដីទាំងយប់ទាំងថ្ងៃនៅតែធ្វើអីខ្មែរមិនបានផង
ហើយចិត្តតម្រាំដល់សង្គ្រាមប៉ុណ្ណឹងគិតតែខ្មែរនោះព្រះអង្គណាទៅតបខ្លួនឯងនោះព្រះអង្គណាទៅហេតុអីបានតែគេបន្តនិយាយបហាយើងមិនឈប់ឈរព្រោះគេគោលបំណងរបស់គេចង់វាយកទីតាំងសំខាន់របស់យើងដើម្បីឈរជើងហើយសុំឲ្យយើងទៅចរចាប៉ុន្តែគេវាយអត់បានគេដណ្ដើមអត់បានហើយយើងចេះតែដំគ្នាសរសើរថាតបថៃនឹងអស់ចាយទៅខ្លះតែគេវាយមកហើយអ្នកខ្លះថាវាយបាល់បើបែបទៅមានជ័យអីហើយតបទៅមិនទេហើយយើងគិតថាទំនើបមែនហើយប្រើយន្តហោះប្រើអាវុធទំនើបទៅគាត់ថាប្រើដល់យន្តហោះសង្គ្រាមជាង10ថ្ងៃយកកន្លែងឈរជើងនៅទីតាំងមិនទាន់បានផងត្រឹមតែខ្មែរយើងប្រើអាវុធធនមធ្យមខ្មែរមិនមែនអន់ទេប៉ុន្តែអន់គឺថាគំនិតខ្មែរដែលអត់ជឿទុកចិត្តខ្មែរគ្នាឯងនគរធំវាយនគរតូចទី1គេឃើញថានគរនោះខ្សោយហើយទី2គេគិតថានគរនោះមិនខ្លាំងមានតែពីរហេតុហ្នឹងទេពេលណាយើងខ្សោយក៏គេព្យាយាមលើកទៅដាក់ដើម្បីយកទឹកដីរបស់យើងពេលណាដែលយើងចាប់ផ្ដើមខ្លាំងក៏គេបន្ទុះសារនឹងយើងដែរដើម្បីកំទេចកម្លាំងរបស់យើងមិនឲ្យខ្លាំងមិនឲ្យតស៊ូមិនឲ្យស្មើមុខស្មើមាត់នឹងគេបានហើយសង្គ្រាមសប្តាហ៍ថ្ងៃនេះមិនមែនសង្គ្រាមយើងខ្សោយទេជាសង្គ្រាមដែលយើងកំពុងតែចាប់ផ្ដើមខ្លាំងហើយគេមិនចង់ឲ្យយើងខ្លាំងគេចង់ឲ្យយើងដាក់បែកដូចទស្សវត្សមុនយ៉ាងរាប់ចំពីឆ្នាំ1969 70យើងចាប់ផ្ដើមបែកគ្នាជាបកជាពួកជាខ្មែរក្រហមខ្មែរខៀវខ្មែរសេរីខ្មែរអ៊ីស្រាខ្មែរលំនៅខ្មែរក្រហមពេលនេះគេអត់ដឹងយើងទេព្រោះគេដឹងថាយើងជឿគ្នាឯងហើយមិនបាច់គេមកជួយលៀបពណ៌ទេគង់តែលីហើយគេចែកពុះនេះគ្នាទៅប៉ុន្តែជាភពជាព្រេងជាសមានដែលប្រទេសកម្ពុជាយើងទោះតែវាពលាដល់ប៉ុណ្ណឹងក៏អត់ដាច់ទូចក៏អត់បាត់ឈ្មោះអញ្ចឹងហើយគេមិនសប្បាយចិត្តមិនអរជាមួយនឹងយើងរីកចម្រើនធំធាត់ទេហើយខ្ញុំកណាត់មកភាពសូមផ្ដាំជំរាបអស់លោកអញ្ចឹងថាក្នុងសង្គ្រាមនយោបាយនេះអត់មានមិត្តអត់មានសត្រូវច្បាស់លាស់ទេមានតែផលប្រយោជន៍រៀងខ្លួនបើតារាណាកម្ពុជាយើងមិនបានផ្ដល់សារៈប្រយោជន៍ស្អីទៅដល់គេអត់យកភ្នែកមើលទេយើងកុំស្រែកថាអង្គការសហវិជាជាតិកុំស្រែកថាមហាអំណាចទី1មហាអំណាចទី2គេជួយយើងតើតែយើងនឹងមានប្រយោជន៍ឲ្យគេបានមកគេជួយដែលខ្មែរដាក់ពាក្យថាអន្តរជាតិនឹងវាអំពីមុខស្រាប់ទៅហើយបើយើងមិនខ្លាំងខ្លួនឯងទេបើអត់បើគ្មានដីរស់នៅទេគ្មានដីឲ្យកូនចៅយើងក្រោយរស់ទេតែផ្ញើខ្លួននឹងគេហើយឈ្មោះប្រទេសគេហើយអញ្ចឹងវាធ្វើម៉េចគេតយើងខ្លាំងហើយចង់សំសឹកគេនឹងម៉េចទៅជេរគេទៅដាក់បដាសាគេអត់ប្រើរបស់នឹងមកធ្វើការទេអាវុធទី1ទីនេះគឺថាកុំបែកបាក់គ្នាសោះប្រយ័ត្នណាប្រយ័ត្នតែគេបង្កើតអបគុំជាបច្ចុប្បន្នជាក្រុមដើម្បីឲ្យយើងបែកខ្ញែកគ្នាហើយធ្វើម៉េចជឿជាក់លើខ្មែរគ្នាឯងយើងគ្រប់គ្នាប្រកាសថាស្រឡាញ់ជាតិស្រឡាញ់ទឹកស្រឡាញ់ដីថ្នាក់ដឹកនាំប្រទេសគេស្រឡាញ់អញ្ចឹងដែរព្រះមហាក្សត្រយើងក៏ព្រះអង្គ
ស្រឡាញ់ជាងយើងទៅទៀតប៉ុន្តែវាណាយើងស្គាល់វាទេស្គាល់សំទៅទេវាមិនមែនបត់បានដូចកង់ទេយើងធាក់កង់យើងចង់បត់1ម៉ែត្រ2ម៉ែត្រក៏វាបានដែរប៉ុន្តែវាតែកាច់ខុសគឺក្លាប់ពីប្រទេសនេះមួយមុននឹងបត់មុននឹងមានទិសដៅទៅណាគេកំណត់ទុក5ឆ្នាំ10ឆ្នាំហើយគេបើសន្សំបត់សន្សំទៅតាមផ្លូវដែលគេមានទិសដៅនេះមិនយើងចេះតែអានេះក្បត់ជាតិមនុស្សក្បត់ជាតិអ្នកនោះកុហកមនុស្សបោកប្រាស់អ្នកនេះអាយ៉ងអ្នកនេះហើយបានស្អីទៅវិញទាំងអស់ហ្នឹងនោះបានតែខ្មែរស្អប់ខ្មែរគ្នាឯងទេអូខ្មែរយើងមានតិចសច្រើនចំនួនមកបានលើកពាក្យមួយដែលខ្មែរយើងប្រើកាលពីប្រហែល3ទសវត្សរ៍មុន4ទសវត្សរ៍មុនថាអីខ្លួនខ្មែរក្បាលយួនអីនេះពាក្យអស់ហ្នឹងសើតែពាក្យខ្មែរបង្កើតដើម្បីដែលសម្លាប់ខ្មែរនេះឯងហើយយើងចេះចោទថាវាជាមនោគមថាអ្នកណាមិនសំខាន់ទេបើតែសំខាន់សួរថាអ្នកណាអ្នកអូសខ្មែរទៅកាប់ក្នុងលំដៅទៅវាយទម្លាក់លំដៅគឺខ្មែរអញ្ចឹងខ្មែរយើងនេះបើមិនភ្ញាក់រលឹកទេគឺថាមិនសល់អីទេហើយស្នេហាជាតិនោះត្រូវទៅនៅជាមួយជាតិមិនមែនស្នេហាជាតិនាំគ្នារត់ចេញពីជាតិទេទៅជួយស្អីបានមកទៅផុតហើយវានៅតែក្រាញរងាលនៅជាមួយជាតិហ្នឹងបានតែសង្ឃឹមថាជាតិហ្នឹងអាចរស់អាចរៀនអាចសោតភពផែនបានដីឲ្យកូនដែលចៅយើងបាននៅបន្តមកខ្មែរចិញ្ចឹមខ្មែររស់មួយសប្តាហ៍ថ្ងៃនាំគ្នាមកបដិមនៅតាមពេញប្រហែលលានអ្នកហ្នឹងទៅឲ្យតាមខេត្តនៅទៅតាមផ្លូវក្រុងវិញទៀតសល់ដីធំណាស់សម្រាប់ប្រជាពលរដ្ឋជាង17លានអ្នកនេះអត់តាន់ពេញដីទេល្មមឈប់ពលាកណាទៅកុំឲ្យចាំនិយាយតាពីមុនពេទ្យក៏ឆ្ងាយផ្សារក៏ឆ្ងាយគាត់យកកូនមកគ្រួសារ10ពីដំដាប់អីហ្នឹងឥឡូវពេទ្យក៏ចិត្តសាលារៀនក៏ចិត្តផ្សារក៏ចិត្តយកឡើងតាច្រើនពីហើយស្រុកណាដូចស្រុកណាទេតែប្រទេសធំមនុស្សតិចគេចង់បានហើយគេមកសុំនៅហើយថាពីដើមអង្គការអីអង្គការយូនីសេសអីគេមកប្រាប់មកបង្រៀនថាមកពីការនោះយើងវាក្រណាឥឡូវក្រស្អីទៀតម្នាក់ហូបកាទៀវសប្ថ្ងៃហូបឆ្ងាញ់សម្រាប់ស្រួលមានឡានមានម៉ូតូជិះសឹងតែគ្រប់ផ្ទះតែវាមិនបាក់រហូតដល់អត់អង្គឲ្យកូនពិសាទេឲ្យហូបទេយើងត្រូវតែបង្កើតធនធានមនុស្សឡើងវិញតែគ្នាច្រើនឈ្នះហើយខាងកើតចិត្ត100ខាងកើតដល់100លានខាងលិចជា70លាន80លានហើយកដាលជាង10លានខុសគេប្រហែលដល់វាមិនខុសទេដែលគេចង់បានទឹកដីប្រជានោះហើយពីណាមិនដឹងទេបើខ្ញុំកណាដល់ជុំហើយព្រំដែនប្រទេសកម្ពុជានោះទាំងខាងលិចទាំងខាងកើតទាំងខាងជើងទាំងខាងត្បូងសោះដីទលាយចាណាជាពលរដ្ឋដីយើងនេះដីពិសិដ្ឋណាអញ្ចឹងបានតែខ្ញុំមកកណាថ្មភាពមកជាតិនេះគ្មានសញ្ជាតិពីរទេមានតែមួយនោះគឺខ្មែរហ្នឹងពីដំបូងវងខៅមកក៏ខ្មែរសិតដែរអត់មានទូកាត់ឯណាទេអត់មានកាត់ខ្មែរសិតណាហើយទូខ្មែរហ្នឹងមិនមែនថោកទៀតទេមានតែបឹងទលេសាបមួយអាចចិញ្ចឹមប្រទេសយើងឲ្យមានឲ្យបានប៉ុន្តែមកទៅពីប្រជាជនយើងនឹងវាមិនចេះគិតខ្លួនឯងគ្រាន់តែបន្លែមួយថ្ងៃទិញគេហូប 9,000 តោនថាអ្នកខ្ញុំពេញទៅអត់ដីដាំតែអ្នកស្រុកស្រែអំណាក៏ក្បាលដី10ម៉ែត្របដោយ20ដែរគ្រាន់តែមកទឹះមកដើមគ្រាន់តែញិចថាដីចាក់ទៅទឹកដាវព្រោះរស់ដែរអត់ទេយកទិញគេ
គឺខ្មែរយើងឥឡូវទៅដល់ថ្នាក់នោះណាហប់តាជីខ្ទឹមម្រេចអាមេរិកវាដាំមិនងាយដោះថាជីខ្ទឹមស្លឹកគ្រៃអីចឹងណាក៏ចេះតែទិញគេដែរនឹងហើយយើងអត់មានឱកាសក្នុងការសងសឹកទេបើនៅតែម៉ាក់នឹងនោះសងសឹកសម័យនេះមិនមែនកាន់កំភ្លើងកាន់ដាវកាន់លំពែងកាន់កណ្បិតទៅកាប់ទៅសម្លាប់ជនជាតិមួយហើយប្រកាសថាជាការសងសឹកទេសងសឹកសម័យបច្ចុប្បន្ននេះគឺត្រូវរស់ឲ្យល្អជាងគេចង់សងសឹកទេទេណាចង់សងសឹកគេត្រូវរស់ឲ្យប្រសើរជាងគេនឹងគឺការសងសឹកដ៏ល្អហើយកូនចៅត្រូវចេះរៀនសូត្រឲ្យបានខ្ពង់ខ្ពស់កុំឲ្យចាប់12មិនទាន់នាំគ្នារត់រត់តែផ្លូវខុសនោះយើងគឺថាត្រូវខំមែនតើណាតែមិនខំទេមិនយើងនៅបាន100ឆ្នាំទៀតអត់ទេទឹកដីយើងនេះសប្ងៃយើងថាមានមិត្តណាតែខ្ញុំកណានិយាយមិញហើយក្នុងជីវិតក្នុងពិភពនយោបាយរបស់សកលលោកនេះអត់មានមិត្តអត់មានសត្រូវច្បាស់លាស់ទេក្រៅតែពីផលប្រយោជន៍កាលណាយើងមិនមានផលប្រយោជន៍ឲ្យគេទេគេមិនយកផ្នែកណាមើលទេបើទោះតែគេឃើញក៏គ្រាន់បានត្រឹមតែឃើញគេជួយអីយើងបានទេមានតែយើងជួយខ្លួនឯងយើងខ្លាំងខ្លួនឯងហើយយើងត្រូវប្រឹងប្រែងខ្ញុំកណាធ្លាប់និយាយអស់ហើយអារឿងយើងចូលចិត្តប្រើរបស់ផុសគេប្រើទំនិញអីផុសគេនេះនិយាយមកប្រាប់រួចមុនអស់ហើយមកដល់ថ្ងៃនេះគ្មានអ្វីនិយាយទៅអត់ទៅពីរំលឹកបាទទួនជាថ្មីហើយមិនមែនទេឈប់ប្រើរបស់ខាងលិចទៅប្រើរបស់ខាងកើតអីមិនមែនទេណាអាស្បីទៅជិះរបស់គេបានគឺប្រើខ្លួនឯងទៅដូចរបស់កពិកប៉ុកដែលខ្ញុំកណាអាត្មាថាអញ្ចឹងណាជីខ្ទឹមម្រេចម្ទេសស្លឹកគ្រៃអីរបស់អស់ហ្នឹងសិតតែជិះគេបានតើជិះទិញបានដែរដាំដុះខ្លួនឯងទៅប្រើខ្លួនឯងទៅកអីស្រែម្នាក់មានតំពីណារឹបអូសយក